បងស្ត្រីកំពុងតែធ្លាក់សមកសន្តានបែបនេះមែនអត់អានេះគេហៅថាពពួកមេរោគផ្សិតណាបងប្អូនភាគច្រើនប្រភេទមេរោគនេះគឺធ្លាក់មករបៀបកក់ដុំសកតិចស្អត់បែបហ្នឹងតែម្ដងហើយអីដែលសំខាន់ណាគឺការធ្លាក់សប្រភេទហ្នឹងធ្វើឲ្យយើងលមាស់ខ្លាំងលមាស់ពិបាកក្នុងការទ្រាំបងណាខ្លះដែលចេះតែលមាស់ស្គៀបក្តៅកាហាយនៅទ្វារមាសបងពិនិត្យមើលខោក្នុងផងណាប្រយ័ត្នធ្លាក់មកបែបនេះអាហ្នឹងគេហៅថាពពួកមេរោគផ្សិតមេរោគផ្សិតនេះវាផ្ដល់ផលរំខានខ្លាំងធ្វើឲ្យយើងលមាស់ពិបាកទ្រាំស្ងួតសំខាន់ធ្វើឲ្យមានក្លិនអត់ល្អបើធ្លាក់មកមានពណ៌លឿងចឹងទៀតគឺធំក្លិនស្អុយក្លិនជូរក្លិនផ្អាប់សំខាន់គឺលមាស់ស្គៀបធ្វើឲ្យយើងក្តៅកាហាយពិបាកក្នុងការទ្រាំមើលបងប្អូនណាខ្លះធ្លាក់មកសន្តានបែបហ្នឹងមានក្លិនមានការលមាស់ធ្លាក់កក់ដុំឬក៏ធ្លាក់គ្រប់សន្តានចាបងប្អូនឃើញទេអ្នកខ្លះធ្លាក់មករាវខាប់ពណ៌លឿងអ្នកខ្លះធ្លាក់មកកក់ដុំស្អិតពណ៌លឿងអ្នកខ្លះទៅធ្លាក់មកកតិចសដូចម្សៅឆាហើយស្ត្រីខ្លះទៀតគឺធ្លាក់មកទាំងដុំបែបនេះតែម្ដងអាហ្នឹងគេហៅថាប្រភេទមេរោគផ្សិតពួកមេរោគផ្សិតកាលណាបងប្អូនកើតយូរទុកធ្វើឲ្យវារ៉ាំរ៉ៃពិបាកក្នុងការដោះស្រាយហើយអីដែលសំខាន់បងប្អូនពួកមេរោគផ្សិតនេះគឺវាកក់ស្អិតជាប់ខោក្នុងយើងតែម្ដងបើបងប្អូនកើតយូររ៉ាំរ៉ៃពិបាកដោះស្រាយកើតចាប់ពី3ដងក្នុងមួយឆ្នាំឡើងទៅគឺដោះស្រាយអត់មានជាទេហើយអីដែលសំខាន់រាល់ពេលបងប្អូនញ៉ាំចំណីអាហារខុសគឺងាយរើជំងឺនឹងត្រឡប់មកវិញមែនដូច្នេះហើយបើករណីបងប្អូនចង់បាត់បញ្ហាផ្សិតអត់ចង់ឲ្យខ្លួនឯងធ្លាក់សមកសន្តានបែបហ្នឹងអត់ចង់ឲ្យមានក្លិនអត់ចង់ឲ្យមានផលរំខានលមាស់ជាប្រចាំថ្ងៃខ្ញុំមានដំណោះស្រាយដែលអាចជួយបងប្អូនបានមានថ្នាំដែលអាចផ្ដល់ឲ្យបងប្អូនយកទៅញ៉ាំបងប្អូនញ៉ាំហើយបងប្អូននឹងបាត់ធ្លាក់សលែងមានក្លិនលែងមានការលមាស់ព័ត៌មានលម្អិតបងប្អូនចង់ឲ្យច្បាស់ពីបញ្ហាខ្លួនឯងបងប្អូនអាចធ្វើការប្រឹក្សាជាមួយនឹងខ្ញុំបន្ថែមបានតាមរយៈលេខទូរស័ព្ទខាងក្រោមឬក៏ direct chat ចូល Pay របស់នាងខ្ញុំ